គោលការណ៍ទាំង6ចំណុចដែលធ្វើឲ្យអ្នកទទួលបានភាពជោគជ័យជាធម្មតាមនុស្សម្នាក់ៗតែងតែចង់ទទួលបានភាពជោគជ័យនៅក្នុងជីវិតប៉ុន្តែភាគច្រើនពួកគេមិនអាចឬមិនទាន់សម្រេចបានដោយសារការខ្លាចធ្វើទៅខុសធ្វើទៅខាតនិងការដែលមិនទាន់បានស្វែងយល់ពីខ្លួនឯងឲ្យបានច្បាស់ជាមុនសិននៅមានចំណុចជាច្រើនទៀតដែលរារាំងអ្នកពីអ្វីដែលអ្នកចង់ទទួលបានហើយយើងនឹងបកស្រាយពីចំណុចទាំងអស់នោះនៅខាងក្រោមនេះទី1ចំណែកភាពភ័យខ្លាចភាគច្រើនជនជាតិខ្មែរយើងនៅមានការភ័យខ្លាចច្រើនក្នុងការធ្វើអ្វីមួយដូចជាការធ្វើចំនួនជាដើមពួកគេមិនសូវមានភាពក្លាហាននោះទេដោយហេតុថាខ្លាចធ្វើទៅមិនចំណេញនិងមិនសូវហ៊ានប្រថុយប្រថានយើងគួរកែប្រែទម្លាប់នេះចេញហើយសាកល្បងធ្វើវាព្រមទាំងបើកចិត្តឲ្យទូលាយក្នុងការទទួលយកនូវភាពបរាជ័យព្រោះយើងអាចរៀនពីចំណុចខ្វះខាតទាំងនោះបានសាកគិតទៅមើលថាបើសិនជាយើងមិនចាប់ផ្ដើមធ្វើវានៅថ្ងៃនេះទេតើចាំធ្វើនៅពេលណាហើយបើខ្លាចបរាជ័យធ្វើមិនដេចនឹងអាចរកឃើញនូវភាពជោគជ័យបានទី2ស្គាល់ពីខ្លួនឯងច្បាស់ត្រូវដឹងថាខ្លួនឯងជាអ្នកណាជាមុនសិនតើអ្នកដទៃមើលមកអ្នកជាមនុស្សដោយម្ដេចត្រូវដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឲ្យច្បាស់នៅពេលនោះយើងអាចប្រើភាពខ្លាំងរបស់យើងឲ្យការជាប្រយោជន៍បានថែមទាំងអាចអភិវឌ្ឍនៅចំណុចខ្សោយរបស់យើងបានទៀតផងទី3សួរថាខ្លួនឯងចង់បានអ្វីត្រូវដឹងថាខ្លួនឯងចង់ធ្វើអ្វីចង់មានអ្វីហើយស្រឡាញ់អ្វីបំផុតនៅក្នុងជីវិតយើងត្រូវដឹងពីគោលដៅរបស់ខ្លួនឲ្យបានជាក់លាក់កុំស្ដាប់ពីទស្សនៈរបស់អ្នកដទៃច្រើនពេកសំខាន់យើងត្រូវជឿជាក់លើខ្លួនឯងព្រោះមានតែយើងទេដែលស្គាល់ខ្លួនយើងច្បាស់ជាងអ្នកណាទាំងអស់នេះមិនមែនមានន័យថាមិនឲ្យស្ដាប់យោបល់និងការរិះគន់ពីអ្នកដទៃទេគ្រាន់តែមិនចង់ឲ្យយើងស្ដាប់មតិអ្នកដទៃរហូតផ្លាស់ប្ដូរឆន្ទៈរបស់ខ្លួនតែប៉ុណ្ណោះម្យ៉ាងទៀតបើមានតែគំនិតហើយមិនព្រមចាប់ផ្ដើមធ្វើតើពេលណាអ្នកអាចសម្រេចវាបានត្រូវគិតថាប្រសិនបើអ្នកធ្វើអ្នកនឹងអាចទទួលបាននូវលទ្ធផលពីរយ៉ាងគឺជោគជ័យនិងបរាជ័យប៉ុន្តែបើសិនជាអ្នកមិនចាប់ផ្ដើមធ្វើអ្នកនឹងមានតែភាពបរាជ័យតែប៉ុណ្ណោះទី4ស្វែងរកអ្នកដែលពូកែមកជួយណែនាំអ្នកជាធម្មតាពេលដែលយើងចាប់ផ្ដើមធ្វើអ្វីជាលើកដំបូងយើងមិនអាចដឹងគ្រប់យ៉ាងបានទេថាគួរធ្វើអ្វីខ្លះឬគួរចាប់ផ្ដើមដោយរបៀបណាដូច្នេះហើយយល់ល្អយើងគួរសាកសួរយោបល់ពីអ្នកដែលធ្លាប់ជោគជ័យពីមុនអាចសាកសួរគេពីវិធីសាស្ត្រដែលគេធ្លាប់ប្រើព្រមទាំងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាយើងអាចធ្វើការជាមួយពួកគេហើយរៀនពីអ្វីដែលគួរធ្វើនិងមិនគួរធ្វើពីពួកគេដើម្បីជាប្រយោជន៍ទៅថ្ងៃក្រោយទី5ចាប់ផ្ដើមធ្វើជំនួញដោយខ្លួនឯងនិងរកមនុស្សដែលពូកែមកធ្វើការជាមួយយើងបន្ទាប់ពីចំណាយកម្លាំងនិងពេលវេលាយ៉ាងច្រើនដើម្បីរៀនសូត្រពីមនុស្សដែលជោគជ័យហើយយើងអាចចាប់ផ្ដើមធ្វើជំនួញដោយខ្លួនឯងម្យ៉ាងវិញទៀតយើងគួរទៅរកមនុស្សដែលពូកែដើម្បីមកធ្វើការជាមួយយើងអាចទទួលមនុស្សមានទាំងវ័យក្មេងនិងចំណាស់ដើម្បីមកធ្វើការឲ្យយើងជាពិសេសយើងត្រូវដឹងថាអ្នកណាពូកែអ្វីហើយឲ្យពួកគេធ្វើការដែលត្រូវនឹងជំនាញរបស់ពួកគេចំពោះមនុស្សចាស់យើងត្រូវរកមនុស្សដែលមានបទពិសោធន៍ច្រើនព្រោះគេអាចដឹងពីរបៀបធ្វើការងារនិងចេះដោះស្រាយបញ្ហាបានលឿនរីឯក្មេងវិញយើងអាចស្វែងរកអ្នកដែលមានទឹកចិត្តធ្វើការយ៉ាងពិតប្រាកដនិងជាមនុស្សដែលរីករាយនឹងរៀនអ្វីដែលថ្មីការធ្វើបែបនេះអាចជួយឲ្យក្រុមហ៊ុនឬមុខជំនួញរបស់យើងឆាប់ទទួលបានជោគជ័យទី6ផ្ដល់សេវាកម្មល្អដល់អតិថិជនអ្នកធ្វើជំនួញគ្រប់រូបត្រូវដឹងថាអតិថិជនគឺជាស្ដេចពួកគេមិនគួរបង្កើតជម្លោះឬធ្វើឲ្យអតិថិជនមានការមិនពេញចិត្តឡើយព្រោះអតិថិជនមានជម្រើសច្រើនតែយើងមិនមានជម្រើសច្រើនដូចជាអតិថិជនទេជានិកាលត្រូវព្យាយាមបម្រើសេវាឲ្យពួកគេឲ្យបានល្អនិងរហ័សទាន់ចិត្តព្រមជាមួយនឹងគុណភាពដែលល្អផងដែរព្រោះថាបើសិនជាអតិថិជនមានការពេញចិត្តនឹងសេវាកម្មទាំងនេះពួកគេនឹងបន្តគាំទ្រយើងទៀតជាមិនពុំខាន